បាទពុកម៉ែបងប្អូនជំរាបសួរបាទនេះហៅថាវ៉ាខ្លាញ់ពណ៌បាទវ៉ាខ្លាញ់ពណ៌នេះមានអត្ថប្រយោជន៍ផ្នែកឱសថអាចព្យាបាលបាទយើងបូកជាមួយនឹងដើមស្កែស្រែងបាទពីរមុខពុកម៉ែបងប្អូនបាទស្កែស្រែងនិងវ៉ាខ្លាញ់ពណ៌បាទទាំងពីរមុខនេះអត្ថប្រយោជន៍ផ្នែកឱសថយើងអាចព្យាបាលបាទជំងឺក្រពះនិងពោះវៀនបាទពុកម៉ែបងប្អូនមានអាការៈបាទចុកឆ្អល់នៅចុងដង្ហើមបាទឬក៏នៅបាទនៅពោះខាងក្រោមបាទហើយពិបាកក្នុងការបត់ជើងធំពេលហេវយើងឆ្អល់យើងចុកពេលទទួលទានអាហារហើយក៏ឆ្អល់ចុកបាទនឹងហើយចុកនៅចុងដង្ហើមហ្នឹងបានន័យថាជំងឺក្រពះហើយយើងបត់ជើងធំមកពិបាកក្នុងការបត់ជើងធំបាទបត់មករឹងបាទដុំហ្នឹងបានន័យថាជំងឺក្រពះហើយបើពុកម៉ែបងប្អូនមានអាការៈដូចបានរៀបរាប់ខាងលើសូមពុកម៉ែបងប្អូនយកវ៉ាល់ខ្លាញ់ពណ៌ជាមួយនឹងដើមស្កែស្រែងបាទទាំងពីរមុខនេះបាទយកមកចិញ្ច្រាំហាលឲ្យស្ងួតបាទទុកដាំទឹកពិសាក្នុងមួយថ្ងៃ20ក្រាមបាទមួយថ្ងៃ20ក្រាមបានន័យថាសកែស្រែង10ក្រាមដើមវ៉ាខ្លាញ់ពណ៌10ក្រាមដូចគ្នាបាទពិសាក្នុងមួយថ្ងៃគឺ20ក្រាមបាទអាចព្យាបាលជំងឺក្រពះនិងពោះវៀនបានជាបានជាសះបាទពិតប្រាកដបាទស្ទើរតែថាក្បែរ 100% បាទបានសេចក្តីថាអត្រានៃការជាហ្នឹងខ្ពស់បាទជាភាគច្រើនបាទចំពោះពុកម៉ែបងប្អូនដែលមានជំងឺក្រពះត្រឹមបាទចុកឆ្អល់បាទត្រឹមតែចុកឆ្អល់បាទភឿលឹមឡើងហ្នឹងភឿចង់ក្អួតអីហ្នឹងបាទអាចជាណាពុកម៉ែបងប្អូនណាបាទមិនតាន់ដល់ថ្នាក់បត់ជើងមកលាមកខ្មៅបើបត់ជើងលាមកខ្មៅយើងត្រូវថែមឱសថផ្សេងទៀតបាទណាត្រូវថែមផ្សេងជាច្រើនមុខទៀតហ្នឹងក៏អាចជាដូចគ្នាប៉ុន្តែត្រូវថែមឱសថអានេះខ្ញុំជម្រាបជូនពុកម៉ែបងប្អូនត្រឹមតែជំងឺក្រពះត្រឹមចុកឆ្អល់បាទក្អួតចង្អោរជាដើមបាទគ្រាន់តែចុកឆ្អល់ក្អួតចង្អោរបាទពុកម៉ែបងប្អូនរកឱសថតែពីរមុខនេះបាទតែពីរមុខនេះមកព្យាបាលបាទអាចជាបានដោយសេចក្តីប្រាថ្នាបាទមិនលើសពីមួយខែទេបាទមិនលើសពីមួយខែបានន័យថាមិនលើសពី4អាទិត្យទេនឹងអាចជាហើយណាបាទវាយត្រឹម4អាទិត្យហ្នឹងជាហើយប៉ុន្តែពុកម៉ែបងប្អូនត្រូវតមណាបាទត្រូវតមផងតមទី1បាទទឹកដែលមានជាតិហ្គាសបាទពុកម៉ែបងប្អូនណាបាទទឹកដែលមានជាតិហ្គាសដូចជាទឹកក្រូចស្រាបៀរអីហ្នឹងជាដើមណាប៉ុន្តែជាស្រ័យណាចំពោះក្រុមហ៊ុនអីខ្ញុំមិនបានបង្អាប់បន្តអស់លោកទេប៉ុន្តែគាត់ថាតមឲ្យគាត់តមក្នុងរយៈពេលដែលគាត់ផឹកថ្នាំនឹងសិនណាផឹកថ្នាំនឹងជាហើយចាំបន្តទទួលទានទឹកក្រូចស្រាបៀរវិញធម្មតាចុះណាសូមជាស្រ័យផងបាទយើងតមក្នុងរយៈពេល4-10ថ្ងៃកន្លះខែអញ្ចឹងទៅបាទទី1ហ្នឹងគឺទឹកមានជាតិហ្គាសទី2ហឹលបាទហឹលខ្លាំងពុកម៉ែបងប្អូនណាដល់ហឹលដល់យើងទទួលទានទៅណាក់ហឺហារត់ទឹករត់អីអាហ្នឹងណូបាទអត់ទេណាបាទมันអាចធ្វើឲ្យកាពះយើងស្រួលទេពោះវៀនយើងស្រួលទេបាទអាចប៉ះពាល់ដល់ឫសដងបាតទៀតណាបាទទី2ហឹលទី3រឹងបាទរឹងហ្នឹងរឹងឧទាហរណ៍ដូចជាពុកម៉ែបងប្អូនបាទពិសាត្របែកបាទប្រយ័ត្នគ្រាប់ពិសាអោលឹកក៏ប្រយ័ត្នគ្រាប់បាទហើយពិសាបាយក្តាំងបាទបើពិសាបាយក្តាំងត្រូវតែទំពាបាទត្រូវតែទំពាឲ្យម៉ត់ទាំងអស់បាទមិនដូច្នោះទេបាទពុកម៉ែបងប្អូននឹងចុកបាទចុកកាន់តែខ្លាំងជំងឺក្រពះបាទទី3រឹងទី4បាទកូនត្រពាំងបាទកូនត្រពាំងក៏អាចធ្វើឲ្យយើងឈឺក្រពះដែរណាពុកម៉ែបងប្អូនណាបាទព្រោះអីអាចថាមានជាតិពឹសបាទទី4កូនត្រពាំងចំណែកទី5បាទទី5គឺនំបញ្ចុកឬក៏អាហារដែលផ្អាប់បាទអញ្ចឹង5មុខនេះពុកម៉ែបងប្អូនណាសូមកុំអាលទទួលទានក្នុងរយៈពេល
យើងថាក្លាស់ខែចុះបាទបើយើងហូបថ្នាំហ្នឹងយើងកុំទទួលទានទាំង5មុខហ្នឹងក្នុងរយៈពេលកន្លះខែបាទកន្លះខែណាសូមកុំទទួលទាននោះពុកម៉ែបងប្អូនប្រកាសជាឆាប់ជានៅរោគាជំងឺក្រពះពោះវៀននេះហើយណាបាទលាកកាពះអាលាកពោះវៀនឈឺកាពះអាឈឺពោះវៀនបាទដាក់ទាំងពីរមុខនេះគឺជាតែម្ដងណាបាទអញ្ចឹងសូមពុកម៉ែបងប្អូនណាអធិស្ឋានដោយសេចក្តីអនុគ្រោះផងណារាល់កំហុសខុសឆ្គងណាហើយម្យ៉ាងទៀតសូមពុកម៉ែបងប្អូនជួយចុច follow account Facebook ខ្ញុំបាទផងឈ្មោះដូចYouTube នេះដែរណាពីព្រោះនៅក្នុង Facebook ខ្ញុំមានបង្ហោះខ្ញុំមានផុសនៅរូបមន្តសម្រាប់ព្យាបាលដល់មនុស្សលោកយើងជាច្រើនបាទជាច្រើនមុខបានន័យថាខ្ញុំបង្ហោះខ្ញុំផុសក្នុង Facebook ហ្នឹងរាប់ខែហើយចំណែក YouTube ខ្ញុំទៅតែបង្កើតឡើងបាន4-20ថ្ងៃទេបាទអញ្ចឹងសូមពុកម៉ែបងប្អូនណាដែលមានរោគគាបជាធិបាទនៅក្នុងខ្លួនប្រាណហើយចង់ប្រើប្រាស់នៅឱសថបុរាណសូមពុកម៉ែបងប្អូនចូលទៅក្នុង account Facebook បាទកងឡាត់ថ្នាំបុរាណបាទនោះនឹងមានរូបមន្តជាច្រើនបាទរូបមន្តជាច្រើនសម្រាប់ព្យាបាលពុកម៉ែបងប្អូនណាសូមអរគុណបាទសូមអរគុណដោយសេចក្តីអនុគ្រោះបាទ